អ្នកចូលចិត្តញ៉ាំសូមប្រុងប្រយ័ត្នចាប់បានប្រហិតសាច់ក្តាមជាង4តោនដែលផ្ទុកសារធាតុគីមីលួចនាំចូលពីប្រទេសវៀតណាមមន្ត្រីជំនាញបានស្ទាក់ចាប់រថយន្តដឹកប្រហិតសាច់ក្តាមដែលមានទម្ងន់សរុបរហូតដល់ទៅជាង4តោនដែលមានផ្ទុកសារធាតុគីមីបុរាណនៅក្នុងស្រុកកោះអាណែតខេត្តតាកែវដែលត្រូវបានគេដឹងថាជាទំនិញលួចនាំចូលពីប្រទេសវៀតណាមក្រោយការត្រួតពិនិត្យមន្ត្រីជំនាញបានរកឃើញថាប្រហិតសាច់ក្តាមទាំងនេះមានផ្ទុកទៅដោយសារធាតុគីមីហាមឃាត់ដែលវាអាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពនិងខូចតម្រង់នោមសម្រាប់អ្នកបរិភោគបន្ទាប់ពីឃាត់បានប្រហិតសាច់ក្តាមទាំងអស់ត្រូវបានយកទៅដុតបំផ្លាញចោលនៅទីលានចាក់សំរាមក្នុងក្រុងរូនកែវខេត្តតាកែវនៅថ្ងៃទី25ខែមិថុនាឆ្នាំ2026នេះតែម្ដងជាមួយគ្នានេះមន្ត្រីជំនាញបានបញ្ជាក់ថានឹងបន្តស្រាវជ្រាវនិងតាមរកម្ចាស់ទំនិញព្រមទាំងបណ្ដាញដែលពាក់ព័ន្ធទាំងអស់ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ឲ្យបានម៉ឺម៉ាត់ព្រោះការនាំចូលនិងចែកចាយអាហារដែលមានសារធាតុគីមីហាមឃាត់មិនត្រឹមតែជារឿងខុសច្បាប់ប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈផងដែររាយការណ៍ដោយខ្ញុំបាទនីវុធី